ស្វាគមន៍ពុកម៉ែបងប្អូនអរគ្នាមកកាន់អេពីសូតថ្មីនៅក្នុងអេពីសូតនេះដែរគឺខ្ញុំមានរឿងចំនួនមួយរឿងដែលបានការចែកម្លែកពីបងប្រុសម្នាក់គាត់ឈ្មោះថាលីហួរណាដែលរឿងនេះវាបានកើតឡើងនៅថ្ងៃទី14ខែ4ឆ្នាំ2024រឿងនេះគឺវាបានកើតឡើងនៅថ្ងៃចូលឆ្នាំបងលីហួរបន្ទាប់ពីគាត់បានបើកលុយពីមេរបស់គាត់នៅថ្ងៃទី13ហើយស្អែកឡើងគឺគាត់ត្រូវឡើងទៅស្រុកនៅឯស្រុកស្រយ៉ង់ណាបងប្អូនអរគ្នាអញ្ចឹងនៅថ្ងៃទី13ហ្នឹងបន្ទាប់ពីគាត់បានបើកលុយពីមេរបស់គាត់ហើយគាត់ក៏ឡើងទៅគេងជាមួយបងប្រុសរបស់គាត់មួយយប់ដែលបងប្រុសរបស់គាត់ហ្នឹងគឺគាត់មានផ្ទះនៅភ្នំពេញបងប្រុសរបស់គាត់ទាំងអស់គ្នាហ្នឹងគឺមានចំនួន3នាក់ហើយម្នាក់ឈ្មោះថាវុតម្នាក់ទៀតឈ្មោះថាវីហើយម្នាក់ទៀតឈ្មោះថារងដែលមានតែ2នាក់ទេក្នុងចំណោមបងប្រុសរបស់គាត់ទាំង3នាក់ហ្នឹងដែលត្រូវទៅស្រុកជាមួយគាត់ណាអញ្ចឹងបន្ទាប់ពីបងវុតនិងបងប្រុសលីហួរហ្នឹងគាត់បានបើកលុយពីមេរបស់គាត់ហើយគាត់ក៏នាំគ្នាគិតថានឹងទៅគេងនៅផ្ទះបងរងណាដែលបងរងហ្នឹងគឺត្រូវជាបងប្រុសម្នាក់ទៀតរបស់បងលីហួរហ្នឹងនៅពេលដែលពួកគាត់កំពុងតែរៀបចំចេញទៅហើយក៏ស្រាប់តែពេលហ្នឹងទូរស័ព្ទរបស់គាត់បានរោឡើងដោយគាត់យកទូរស័ព្ទមកគាត់ក៏មើលលេខទៅគឺថាលេខហ្នឹងគឺជាលេខរបស់បងវីណាគាត់បានខលមកហើយនិយាយថាគាត់ចង់ទៅស្រុកជាមួយនឹងពួកគាត់ដែរហើយនឹងទៅគេងនៅផ្ទះបងរងជាមួយគ្នាចឹងទៅអញ្ចឹងអ្នកដែលត្រូវទៅស្រុកជាមួយនឹងបងលីហួរហ្នឹងគឺមាន2នាក់បូកនឹងគាត់ម្នាក់ទៀតគឺមាន3នាក់អ្នកដែលត្រូវទៅស្រុកជាមួយគាត់ណាហើយស្រុករបស់បងលីហួរហ្នឹងគឺគាត់នៅខាងភូមិស្រយ៉ង់ឃុំស្រយ៉ង់ស្រុកកលែនខេត្តព្រះវិហារបន្ទាប់ពីពួកគាត់ទាំងអស់គ្នាបានមកជុំគ្នាហើយក៏យប់ល្មមហើយពួកគាត់ក៏ប្រញាប់នាំគ្នាងូតទឹកងូតអីហើយប្រញាប់ញ៉ាំបាយញ៉ាំអីហើយបន្ទាប់ពីពួកគាត់ញ៉ាំបាយញ៉ាំអីហើយហ្នឹងពួកគាត់ក៏នាំគ្នាចូលគេងព្រោះដោយសារតែនឹកឃើញថាខ្លាចងងួយពេលដែលជិះឡានអញ្ចឹងណានៅកំឡុងពេលដែលពួកគាត់កំពុងតែគេងហ្នឹងពួកគាត់ក៏ជជែកគ្នាបន្តិចបន្តួចមុនគេងហើយក៏នាំគ្នាគេងលក់អស់ទៅលុះដល់ព្រឹកឡើងពួកគាត់ក៏បានរៀបចំរបស់របរហើយក៏ចេញមកដោយបងរងដែលជាម្ចាស់ផ្ទះនៅភ្នំពេញផ្ទាល់ហ្នឹងគាត់បានជូនពួកគាត់ទាំង3ហ្នឹងមកបេនឡាននៅពេលដែលកំពុងតែធ្វើដំណើរទៅបេនឡានពេលហ្នឹងម៉ោងប្រហែលជា 5:40 នាទីព្រឹកមិនទាន់ភ្លឺល្អប្រហែលទេពេលហ្នឹងបងលីហួរហ្នឹងគាត់មានអារម្មណ៍ថាដូចមានណាគេម្នាក់មកខ្សឹបដាក់តិចរបស់គាត់ថាកុំឲ្យជិះឡានហ្នឹងណាធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍ថាវាចម្លែកខ្លាំងមែនតើហើយគាត់អារម្មណ៍របស់គាត់គឺអត់ស្ងប់ទេនិយាយទៅពេលហ្នឹងគាត់និយាយថាដូចមានគេមកប្រាប់គាត់ទុកមុនអញ្ចឹងលុះមកដល់បេនឡានហើយគាត់ក៏ឃើញថាមានឡានចំនួន2គឺឡានមួយឡាន VIP គេហៅថាឡានដបឿនលឿនអញ្ចឹងណាប៉ុន្តែបងលីហួរនេះគាត់មើលទៅឡានហ្នឹងមានអារម្មណ៍ថាដូចអត់ចង់ជិះសោះព្រោះវាទូចប៉ុន្តែគាត់ក៏អត់ហ៊ាននិយាយអីដែរគាត់គ្រាន់តែគិតនៅក្នុងចិត្តអញ្ចឹងណាក៏ប៉ុន្តែពេលហ្នឹងដោយសារតែឡានក្រុងចិត្តពេញអញ្ចឹងម្ចាស់ឡានគេហ្នឹងគេក៏និយាយថាឲ្យពួកគាត់ទាំង3នាក់ហ្នឹងទៅជិះឡានក្រុងទៅព្រោះឡាន VIP ដែលឡានតូចដែលគាត់មានអារម្មណ៍ថាអត់ល្អហ្នឹងគេចាំចេញទៅតាមក្រោយគាត់ក៏មិនបាននិយាយអីច្រើនដែរគាត់ក៏ឡើងឡានក្រុងទៅជាមួយនឹងបងរបស់គាត់ទាំង3នាក់ហ្នឹងចឹងទៅស្រាប់តែពេលហ្នឹងឡានគេចិត្តចេញទៅហើយបងលីហួរគាត់ក៏ឃើញមានអ៊ីម្នាក់អ្នកលក់នំប៉័ងបងប្អូនអរគ្នាហើយគាត់ក៏ហៅទិញពេលហ្នឹងគាត់បានទិញនំប៉័ងចំនួន3ដើមហើយចែកគ្នាញ៉ាំកុំឲ្យពេលជិះឡានឃ្លានព្រោះពេលហ្នឹងពេលដែលគាត់មកពីផ្ទះហ្នឹងគឺគាត់អត់បានញ៉ាំបាយពេលព្រឹកទេហើយបងប្អូនអរគ្នាដឹងមិនអត់អ៊ីម្នាក់ហ្នឹងគាត់និយាយថាពួកអនឯងទាំង3នាក់ហ្នឹងប្រយ័ត្នខ្លួនទៅចឹងអ៊ីម្នាក់ហ្នឹងគឺគាត់និយាយអញ្ចឹងហ្មងណាបងប្អូនអរគ្នាពេលហ្នឹងបងលីហួរនិងបងរបស់គាត់ទាំង3នាក់ទៀតហ្នឹងគឺឆ្ងល់ខ្លាំងមែនតើហេតុអីបានជាអ៊ីនឹងគាត់ដឹងថាបងលីហួរនេះគាត់មានគ្នា3នាក់ហើយមិនបានគាត់ត្រូវនិយាយអញ្ចឹងបងលីហួរនិងបងរបស់គាត់ទាំង3នាក់ហ្នឹងគាត់អត់យល់ថាមិនបានអ៊ីនឹងគាត់ត្រូវមកនិយាយអញ្ចឹងដាក់គាត់ទេលក្ខណៈថាគាត់ខឹងដែរណាបងប្អូនអរគ្នាតែពេលហ្នឹងពួកគាត់ទាំង3នាក់ហ្នឹងក៏មិនបានសួរនាំអ៊ីនឹងច្រើនដែរហើយឡានគេក៏បានបើកចេញពីហ្នឹងអញ្ចឹងទៅសម្រាប់ទស្សនវិជ្ជានៅក្នុងឡានវិញគាត់ថាម៉ាស៊ីនត្រជាក់របស់ឡានហ្នឹងគឺត្រជាក់ល្មមស្រួលហើយ40នាទីក្រោយមកគាត់ក៏បានជិះមកដល់ស្ពានព្រែកតាមាក់លុះរំលងនឹងប្រហែល1ម៉ោងជាងក៏ស្រាប់តែមកដល់ស្គុនភ្លាមហ្នឹងបងប្អូនអរគ្នាដឹងមិនអត់គឺអាឡាន VIP ដែលថាចាំចេញមកក្រោយហ្នឹងគឺស្រាប់តែមកជិះនៅខាងមុខរបស់ពួកគាត់តែម្ដងដល់អញ្ចឹងបងលីហួរហ្នឹងគឺគាត់ឆ្ងល់ខ្លាំងមែនតើថាឡានហ្នឹងមកពីពេលណាមិនក៏គាត់អត់ដឹងអញ្ចឹងហើយឡានហ្នឹងបើកមិនក៏លឿនមកទាំងដែលឡានក្រុងដែលពួកគាត់កំពុងតែជិះហ្នឹងគឺចេញមកយូរម៉ោងដែរហើយចេញមកមុនឡាន VIP ហ្នឹងណាគាត់ឆ្ងល់តែប៉ុណ្្នឹងគាត់ក៏មើលទៅឡាន VIP នោះគឺឃើញថាឡានហ្នឹងគឺមានសភាពមិនល្អប្រហែលនេះដោយសារតែផ្នែកនៅខាងមុខឡានហ្នឹងគឺបានខ្ទេចខ្ទីអស់រលីងតែម្ដង
ដោយសារតែមានឡានធំមួយគេបុកពីក្រោយណាបន្ទាប់ពីនឹងមកឡានហ្នឹងក៏វាជ្រុលទៅបុកដើមឈើមួយដើមឡើងបាក់បុកដើមឈើបាក់អស់មួយដើមហើយហ្នឹងលបឿនរបស់ឡានហ្នឹងគឺនៅតែលឿនខ្លាំងមែនទែនរហូតជ្រុលទៅបុកផ្ទះរបស់អ្នកភូមិដែលគេនៅនឹងមាត់ផ្លូវហ្នឹងបងប្អូនអរគ្នាឡើងខ្ទេចមួយខ្នងទៀតណាហើយគ្រោះថ្នាក់មួយហ្នឹងគឺធ្វើឲ្យអ្នកដែលនៅក្នុងឡានទាំងប្រមាណអ្នកហ្នឹងគឺស្លាប់ទាំងអស់តែម្ដងដល់ឃើញអញ្ចឹងណាបងលីហួរហ្នឹងគាត់គិតនៅក្នុងចិត្តថាអញ្ចឹងតើបានព្រឹកមិញមានអារម្មណ៍ថាដូចមានគេខ្សឹបអត់ឲ្យជិះឡានហ្នឹងរួមទាំងអ្នកលក់នំប៉័ងហ្នឹងគាត់ថានិយាយថា3នាក់ផងណាពាក្យហ្នឹងហើយដែលធ្វើឲ្យគាត់នឹកឃើញដល់ពាក្យចាស់គាត់ចំណាំតើនិយាយថាពេលទៅណាមកណាកុំឲ្យយើងមានគ្នា3នាក់អញ្ចឹងណាព្រោះនៅពេលដែលមានគ្នា3នាក់វាគឺជាលេខសេសអញ្ចឹងនៅពេលដែលលេខសេសអញ្ចឹងនៅពេលដែលទៅណាមកណា3នាក់ហ្នឹងគឺក្នុងចំណោម3នាក់ហ្នឹងគឺត្រូវមានម្នាក់ស្លាប់ហើយបងលីហួរនេះពេលហ្នឹងគាត់ថាគាត់ញ័រខ្លាំងមែនតើគាត់ភ័យខ្លាំងណាហើយគាត់គិតក្នុងចិត្តថាបើសិនជាអ្នកនៅក្នុងឡានហ្នឹងគឺជាពួកគាត់មិនដឹងថាទៅជាយ៉ាងណាឯងអញ្ចឹងតើតងជាមួយនឹងសាច់រឿងរបស់បងប្រុសលីហួរដែលគាត់បានចែកម្លែកមកនេះគឺប្លែកខ្លាំងមែនតើដោយសារតែគាត់មានជំនួយមិនដឹងថាអ្នកថែរក្សាគាត់ឬក៏ខាងខ្មោចអីមកពីណាទេតែគេបានខ្សឹបតិចគាត់អញ្ចឹងណាថាមិនឲ្យគាត់ជិះឡានហ្នឹងហើយរឿងនេះវាអាចតកតងមកពីរាសីរបស់ពួកគាត់ដែរអាចថារាសីរបស់គាត់ខ្ពស់អញ្ចឹងទៅគាត់មានអ្នកថែរក្សាអញ្ចឹងណាអញ្ចឹងតកតងជាមួយនឹងសាច់រឿងរបស់បងលីហួរហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយគាត់ក៏បានបញ្ជាក់ដែរថាសម្រាប់បងប្អូនទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាជឿមិនជឿក៏ជាសិទ្ធិរបស់បងប្អូនដែរគាត់មិនមានសិទ្ធិឯណាទៅឲ្យបងប្អូនទាំងអស់គ្នាជឿដែរតែនេះវាគឺជារឿងពិតដែលគាត់បានជួបអញ្ចឹងណាហើយសម្រាប់កម្មវិធីនេះដែរគឺខ្ញុំធ្វើឡើងមកក៏មិនជំរុញឲ្យបងប្អូនទាំងអស់គ្នាជឿដែរតែគ្រាន់តែជាបទពិសោធន៍ដែលប្រិយមិត្តដែលគាត់បានចែកម្លែកមកអញ្ចឹងណាអញ្ចឹងតើតងជាមួយនឹងការជឿឬក៏មិនជឿសូមពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាគិតដោយពិចារណាស្ដាប់ដោយពិចារណាទាំងអស់គ្នាខ្ញុំធ្វើវីដេអូធ្វើកម្មវិធីនេះឡើងគឺគ្រាន់តែដើម្បីកម្សាន្តតែប៉ុណ្ណោះទេ